នំកបាប់នៅ Wall Street ដែលគេពងល្បីនេះខ្ញុំទៅមិនសាដែលបានញ៉ាំទេដោយសារតែមនុស្សច្រើនពេកដល់ពេលលឿននេះទៅរៀងលឿនអញ្ចឹងទៅមនុស្សតិចបានហៅញ៉ាំលឿនបាទតម្លៃវិញតែ10000ទេនេះឡើងប៉ុណ្ណាណីហ្មងមួយដើមនឹង10000បន្ទាប់ពីទិញហើយអញ្ចឹងគឺគាត់នឹងកាត់ជា2ហើយបានតែមួយដើមនឹងមកគឺញ៉ាំល្មមមកឆ្អែតហ្មងនិយាយសម្រាប់ឈ្មោះកន្លែងគាត់នឹងវិញខ្ញុំក៏អត់ដឹងថាឈ្មោះអីដែរដោយសារតែកន្លែងគាត់នឹងគឺមានដាក់ឈ្មោះទេប៉ុន្តែអាចចំណាំមុខគាត់បានអញ្ចឹងសម្រាប់ទីតាំងវិញក៏ងាយស្រួលរកដែរនិយាយទៅនៅក្បែរមកជួរផ្លូវទៅផ្សារចាស់ហ្មងខ្ញុំទៅសាក់នៅកន្លែងគាត់នឹងលើកទី1ទេនិយាយតាមត្រង់ហ្មងគឺខ្ញុំអត់នឹកស្មានថាតម្លៃ10000នឹងគឺបានច្រើនអញ្ចឹងបាទនិយាយពីរសជាតិវិញគឺសាច់នៅខាងគាត់នឹងដាក់ទឹកសមកគឺមានជាតិហ្មងឆ្ងាញ់តែគ្រាន់តែនំកបាប់នឹងគឺគាត់ដាក់បន្លែច្រើនពេកដល់ពេលអញ្ចឹងទៅញ៉ាំទៅមានអារម្មណ៍ថាដូចវាដូចខ្សោះមិនអញ្ចឹងអត់សូវមានជាតិសាច់ទេគឺញ៉ាំច្រើនជាងគេហ្មងគឺសុទ្ធតែបន្លែហ្នឹងឯងតែបើសួរថាពេលដែលញ៉ាំទៅគឺឆ្ងាញ់អត់យ៉ាគឺឆ្ងាញ់បើអត់ឆ្ងាញ់ក៏អត់មានតែគេតំងជួចាំទិញដែរនៅកន្លែងគាត់ហ្នឹងខ្ញុំទៅកន្លែងគាត់ហ្នឹងម៉ោង5:76ទេដល់ពេលអញ្ចឹងទៅមនុស្សសើច្រើនទេតែបើចាប់ពីម៉ោង6កន្លះទៅឯហ្នឹងទៅញ៉ាំនៅកន្លែងគាត់ហ្នឹងអាចថាចាំរៀងយូរតិចឯងអញ្ចឹងទៅគ្នាយើងបើតែគេទៅ Walk Street ទៅដល់ញ៉ាំអីទេគឺឲ្យសាក់នៅកន្លែងគាត់ហ្នឹងបាននំកបាប់មួយដើមហ្នឹងតែ10000ទេនិយាយទៅញ៉ាំមកឆ្អែតហ្មង